ជាខ្លឹមសាររួមនៅកិច្ចប្រជុំ GBC នៅពេលនេះខ្ញុំសូមអនុញ្ញាតសង្ខេបខ្លីៗដែលជាចំណុចសំខាន់ដំបូងគឺភាគីទាំងពីរយើងបានឯកភាពគ្នាទៅលើបទឈប់បាញ់បន្ទាន់មួយដែលនឹងចូលជាធរមានចាប់ពីថ្ងៃនេះនៅម៉ោង 12 ថ្ងៃត្រង់ស្របថ្ងៃទី27 ខែធ្នូឆ្នាំ2025នេះតទៅក្រោយពីបទឈប់បាញ់នេះយើងត្រូវបានអនុវត្តឲ្យបានពេញលេញក្នុងរយៈពេល72ម៉ោងដែលក្នុងនោះនឹងអាចឲ្យភាគីថៃមានលទ្ធភាពក្នុងការដោះលែងយោធិន18កម្ពុជា18រូបដែលបានជាប់នៅប្រទេសថៃអស់រយៈពេល151ថ្ងៃមកហើយខ្ញុំសង្ឃឹមថាបទឈប់បាញ់នេះហើយយើងមានការអត់ធ្មត់រហូតដល់72ម៉ោងដើម្បីធានាបាននៅការធានាបាននៅបទឈប់បាញ់នេះឲ្យ18រូបនេះបានត្រឡប់មកប្រទេសកម្ពុជាវិញជួបនឹងបងប្អូនក្រុមគ្រួសាររបស់គាត់វិញនៅថ្ងៃខាងមុខនេះបទឈប់បាញ់នេះក៏ស្របទៅតាមស្មារតីនៃសេចក្តីថ្លែងការណ៍នៅទីក្រុងកូឡាឡាំពួរដែលបានចុះហត្ថលេខានៅថ្ងៃទី26ខែតុលាឆ្នាំ2025នេះដែរគួរសមពីលើនោះអ្វីដែលតាមរយៈនៃបទឈប់បាញ់នៅថ្ងៃនេះគឺនឹងបើកផ្លូវឲ្យបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលមានលំនៅឋាននៅតាមតំបន់ព្រំដែននេះអាចមានលទ្ធភាពក្នុងការត្រឡប់ទៅរស់នៅលំនៅឋានរបស់ខ្លួនវិញអាចប្រកបមុខរបរក៏ដូចជាធ្វើស្រែចម្ការនិងបងប្អូនដែលមានកូនកុមារដែលអាចត្រឡប់ទៅចូលរៀននៅតាមបណ្ដាសាលារៀនបាននៅតាមបន្ទាត់ព្រំដែននេះហើយក្នុងនេះក៏ខ្ញុំសំណូមពរដែរថាឲ្យសូមឲ្យបងប្អូនជនរួមជាតិជាពិសេសគឺបងប្អូនភៀសសឹកមានការស្ដាប់តាមការណែនាំរបស់រាជរដ្ឋាភិបាលហើយជាពិសេសគឺស្ដាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានអាជ្ញាធរខេត្តចំពោះលំនៅឋានណាដែលមានសុវត្ថិភាពពិតប្រាកដពេញលេញសូមឲ្យស្ដាប់តាមការណែនាំនេះហើយចំពោះទីតាំងដែលពុំទាន់មានសុវត្ថិភាពក៏សូមឲ្យបន្តតាមដាននៅអ្វីដែលរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរមូលដ្ឋាននឹងបន្តផ្ដល់ជាព័ត៌មានជូនបងប្អូនប្រជាពលរដ្ឋចំណុចដ៏សំខាន់មួយទៀតគឺកិច្ចព្រមព្រៀងនេះគឺមិនប៉ះពាល់ដល់ការខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរនោះទេភាគីទាំងពីរគឺបានឯកភាពគ្នាគឺជូនដល់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកឬហៅកាត់ថា JBC បន្តធ្វើដំណើរការឡើងវិញហើយបានឆាប់រហ័សបំផុតក្នុងការងារវាស់វែងនឹងខណ្ឌសីមាព្រំដែនស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងនៅតាមបន្ទាត់ព្រំដែនយើងចំណុចមួយទៀតគឺកិច្ចព្រមព្រៀងនៅថ្ងៃនេះគឺជាកិច្ចព្រមព្រៀងកម្រិតរដ្ឋមន្ត្រីការពារជាតិដែលជាការបន្តអនុវត្តអ្វីដែលបានឯកភាពគ្នាកន្លងមកចាប់តាំងពីថ្ងៃទី28ខែកក្កដាឆ្នាំ2025រួមទាំងសេចក្តីថ្លែងការណ៍រួមស្តីទីក្រុងកូឡាឡាំពួរចុះថ្ងៃទី26ខែតុលាឆ្នាំ2025និងសូមបញ្ជាក់ថានេះជាការប្រកាសរួមនេះនឹងមិនលុបទៅលើកិច្ចព្រមព្រៀងដែលភាគីកម្ពុជានិងថៃបានអនុវត្តកន្លងមកខ្ញុំជូនដោយតែអ្វីដែលខ្ញុំបានជូននៅកិច្ចព្រមព្រៀងនិងកិច្ចចរចាខាងលើនោះចំណុចមួយទៀតគឺកម្ពុជាយើងនឹងបន្តពង្រឹងនៅទួលនីតិភារកិច្ចរបស់អ្នកសង្កេតការណ៍អាស៊ានឬហៅកាត់ថា AOT ឲ្យកាន់តែរឹងមាំបន្ថែមទៀតក្នុងការសង្កេតការណ៍ផ្ទៀងផ្ទាត់និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនៅបទឈប់បាញ់ក៏ដូចជាវិធានការនានាដែលបានការឯកភាពគ្នានៅថ្ងៃនេះនិងសូមស្វាគមន៍ដល់បណ្ដាប្រទេសជាមិត្តដែលមានបំណងក្នុងការចូលរួមដល់ជាជំនួយឬមួយក៏សម្ភារៈបច្ចេកទេសនានាដើម្បីបង្កើនសមត្ថភាពនិងលទ្ធភាពជូនទៅដល់ខាងក្រុម AOT នេះក្នុងការអនុវត្តការងារប្រកបដោយតម្លាភាពនិងមានប្រសិទ្ធភាពហើយឆ្លៀតក្នុងឱកាសនេះខ្ញុំបាទក៏សូមថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលជាមហាគ្រួសារខ្មែរទាំងអស់ដែលកន្លងមកមានការគាំទ្រហើយជាពិសេសគឺទុកចិត្តទៅដល់រាជរដ្ឋាភិបាលក្នុងកលៈទេសៈដែលលំបាកនេះហើយក៏សូមសម្ដែងនៅការសោកស្ដាយចំពោះបងប្អូនប្រជាពលរដ្ឋដែលបានបាត់បង់នៅសមាជិកជាទីស្រឡាញ់ក្នុងការប៉ះនឹងកិច្ចព្រំដែននៅពេលនេះផងដែរខ្ញុំ
ខ្ញុំសូមសម្ដែងនៅការសោកស្ដាយជាទីបំផុតចំពោះវីរៈកងទ័ពនិងនគរបាលក្នុងការពលីជីវិតក្នុងកំឡុងពេលព្រំដែននេះប៉ះទង្គិចនៅលើព្រំដែននេះហើយក៏សូមធ្វើការដឹងគុណចំពោះបងប្អូនវីរៈកងទ័ពនគរបាលនៅជួរមុខទាំងអស់ដែលបានលះបង់បូជាសាច់ស្រស់ជាផ្សោះក្នុងមនសិការស្នេហាជាតិដើម្បីការពារព្រំដែនហើយជាពិសេសគឺការពារសុខសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសនិងបងប្អូនប្រជាពលរដ្ឋដែលនៅរស់នៅតាមបន្ទាត់ព្រំដែនយើងហើយខ្ញុំសូមឆ្លៀតឱកាសនេះក្នុងការថ្លែងអំណរគុណចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនសម្ដេចមហាវរធិបតីហ៊ុនម៉ាណែតនិងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាទាំងអស់ដែលមានវត្តមាននិងប្រឈមមុខក្នុងការដោះស្រាយនៅបញ្ហារបស់ប្រទេសជាតិរបស់យើងក្នុងគោលបំណងរក្សានូវសន្តិភាពសន្តិសុខហើយជាពិសេសគឺសុខដុមរមនារបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសក្នុងឱកាសនេះផងដែរខ្ញុំក៏សូមគូសរំលឹកផងដែរថាស្មារតីស្នេហាជាតិរបស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលជាកងទ័ពជួរមុខជួរក្រោយក្នុងការឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខជាពិសេសគឺបងប្អូនប្រជាពលរដ្ឋជនភៀសសឹកនៅតាមទីតាំងសុវត្ថិភាពទាំងអស់ខ្ញុំបកណាខ្ញុំសូមថ្លែងអំណរព្រះគុណដល់ជាជ្រៅបំផុតចំពោះសម្ដេចព្រះបាទនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះអាណាចក្រកម្ពុជាហើយនឹងលោកម៉ែព្រះវររាជមេដាជាតិខ្មែរនិងសូមអរគុណដល់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែននិងលោកជំទាវពេជ្រច័ន្ទមនីហ៊ុនម៉ាណែតស្ត្រីទី1កម្ពុជាដែលបានព្រួយផ្ដើមគំនិតក្នុងការផ្ដល់ជំនួយសប្បុរសធម៌ជាច្រើនក្នុងការសម្របសម្រួលដល់ជនភៀសសឹករបស់យើងក្នុងអំឡុងពេលដ៏លំបាកនេះនិងជាចុងក្រោយខ្ញុំសូមជូនពរដោយសេចក្តីសង្ឃឹមក្នុងការឆ្លងឆ្នាំសកលឆ្នាំ2025ឈានចូលឆ្នាំ2026ខាងមុខនេះពោរពេញទៅដោយសុខសន្តិភាពសុវត្ថិភាពនិងសេចក្តីសុខជូនទៅដល់បងប្អូនប្រជាពលរដ្ឋទាំងកម្ពុជាទាំងប្រជាពលរដ្ឋថៃខ្ញុំសូមអរគុណ